ជាដំបូងនាងខ្ញុំឈ្មោះមុនស្រីនាងតំណាងឲ្យក្រុមទី7សូមគោរពជម្រាបសួរលោកគ្រូក៏ដូចជានិស្សិតគ្រប់ចំនួនទាំងអស់ហើយចំពោះក្រុមយើងខ្ញុំក៏បានរើសយកប្រាសាទរកាចម្លងដើម្បីយកមកស្រាវជ្រាវក៏ដូចជាសិក្សាបកស្រាយជាដំបូងជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះទួតជំនាញនៃសមាជិកទី7ដែលមកនិយាយពីប្រាសាទរកាចម្លងប្រាសាទរកាចម្លងមានទីតាំងនៅភូមិចម្លងឃុំរកាចម្លងស្រុកសត្វកណ្ដាលខេត្តកណ្ដាលតាមលោកឡាសង្ឃយេពណ៌នាថាប្រាសាទនេះមានប្រាង្គចំនួន3ធ្វើពីថ្មបាយក្រៀមមានប្លង់រាងជាការ៉េបែរមុខទៅខាងកើតនិងឈរជាជួរត្រង់តាមជើងត្បូងជាក់ស្ដែងប្រាង្គរបស់ប្រាសាទនេះឃើញនៅមានតែ2ទេគឺខាងត្បូងនិងកណ្ដាលដែលធ្វើពីថ្មបាយក្រៀមលីម៉ូនីតលម្អដោយគ្រឿងស្ថាបត្យកម្មជាថ្មភក់ពណ៌ប្រផេះនៅខាងជើងបង្អស់មានគ្រឹះរបស់ប្រាង្គមួយទៀតធ្វើពីឥដ្ឋនិងស៊ុមទ្វារនៅខាងកើតធ្វើពីថ្មភក់ពណ៌ប្រផេះផងដែរសំណង់ខាងលើខាងជើងនេះមានការរលំបាក់ស្ទើរអស់ទៅហើយចំណែកប្រាង្គទី1គឺប្រាង្គខាងត្បូងសង់នៅលើកម្រាលឬខឿនថ្មបាយក្រៀមជាមួយប្រាង្គកណ្ដាលតួធ្វើពីថ្មបាយក្រៀមផងដែរនិងមានទ្វារនៅទិសខាងកើតអមដោយទ្វារបញ្ឆោត3ផ្សេងទៀតទៅតាមទិសនីមួយគ្រឿងរបស់ទ្វារទាំងនេះរួមមានស៊ុមទ្វារសសរផ្អោបសសរពេជ្រនិងផ្ដែរសុទ្ធសឹងតែធ្វើពីថ្មភក់ពណ៌ប្រផេះទាំងអស់ចំណែកហោជាងធ្វើពីថ្មបាយក្រៀមដូចតួប្រាសាទដែរសពថ្ងៃប្រាង្គនេះបានរលំបាក់អស់នៅផ្នែកកំពូលគឺនៅសល់ប្រហែលកម្ពស់5ម៉ែត្រពីខឿនខាងក្រោមប្លង់ប្រាសាទមានរាងជាការ៉េខាងក្រៅមានរាងជាការ៉េផងដែរតែមានជ្រុងចំនួន5ផ្នត់តាមជ្រុងនីមួយសសរផ្អោបរបស់ប្រាង្គនេះធ្វើពីថ្មភក់ដោយមានចែកចេញជាក្បាលសសរតួសសរនិងបាតសសរក្នុងចំណោមសសរផ្អោបទាំង4ទិសមានតែសសរផ្អោបនៅទ្វារខាងកើតនិងខាងជើងទេដែលមានក្បាច់លម្អរីឯសសរផ្អោបនៅទ្វារខាងត្បូងនិងខាងលិចមិនមានក្បាច់លម្អទេប្រហែលធ្វើមិនទាន់ហើយចំណែកប្រាង្គទី2គឺប្រាង្គកណ្ដាលប្រាង្គនេះមានទ្រង់ទ្រាយនិងប្លង់ដូចគ្នាទៅនឹងប្រាង្គខាងត្បូងដែរតែមានទំហំតូចជាងប្រាង្គខាងត្បូងបន្តិចម្យ៉ាងទៀតស្ថានភាពសពថ្ងៃរបស់ប្រាង្គនេះគឺបាក់រលំអស់សល់ត្រឹមតួដែលមានកម្ពស់ប្រហាក់ប្រហែលនឹងប្រាង្គខាងត្បូងដែររចនាសម្ព័ន្ធរបស់វាធ្វើពីថ្មបាយក្រៀមទាំងអស់ទាំងសសរផ្អោបសសរពេជ្រហោជាងផ្ដែរនិងទ្វារបញ្ឆោតលើកលែងតែស៊ុមទ្វារសសរពេជ្រនិងផ្ដែររបស់ទីខាងកើតត្រូវបានសាងឡើងពីថ្មភក់ពណ៌ប្រផេះហើយស៊ុមទ្វារខាងកើតធ្វើពីថ្មភក់ពណ៌ប្រផេះផងដែរមានចំនួន4ដុំគុំភ្ជាប់នឹងបន្ទប់លើគ្នាសពថ្ងៃផ្នែកខាងលើនៃស៊ុមទ្វារនេះបាក់ជា2កំណាត់តែស្ថិតនៅទីតាំងដើមដដែលចំណែកស៊ុមទ្វារបញ្ឆោត3ផ្សេងទៀតគឺធ្វើពីថ្មបាយក្រៀមដោយគេឆ្លាក់ចេញជារាងទ្វារផ
ផងដែរហើយចំណែកទី3គឺប្រាង្គខាងជើងនេះជាប្រាង្គតូចមួយដែលបច្ចុប្បន្ននៅសល់តែផ្នែកខាងក្រោមបន្តិចជាមួយនឹងស៊ុមទ្វារខាងកើតសាងពីថ្មភក់ពណ៌ប្រផេះហើយតាមស្ថានភាពជាក់ស្ដែងប្រាង្គនេះត្រូវបានកសាងឡើងពីឥដ្ឋនៅដាច់ដោយឡែកពីប្រាង្គខាងត្បូងនិងកណ្ដាលនៅលើខឿនរួមគ្នាធ្វើពីថ្មបាយក្រៀមហើយមានទ្វារចូលពីទិសខាងកើតនិងទ្វារបញ្ឆោតនៅទិសទាំង3ផ្សេងទៀតប្រាង្គនេះពុំមានបន្សល់អ្វីជាសំខាន់សម្រាប់ការសិក្សាលើសម្ព័ន្ធនិងរចនាបថសិល្បៈរបស់វាទេតែតាមសម្ភារៈសំណង់ប្រាង្គខាងលើអាចជាប្រាសាទដែលចាស់មុនប្រាង្គខាងត្បូងនិងប្រាង្គកណ្ដាលផងដែរខ្ញុំឈ្មោះមុនស្រីនាងសូមគោរពជម្រាបសួរលោកគ្រូនិងនិស្សិតគ្រប់ចំនួនទាំងអស់ដែលបានស្ដាប់នាងខ្ញុំមកនិយាយត្រង់កន្លែងសសរពេជ្រតាមរចនាសម្ព័ន្ធជាក់ស្ដែងរបស់ប្រាសាទរកាចលឹងបានបង្ហាញថាប្រាង្គទាំង3របស់ប្រាសាទនេះមិនត្រូវបានកសាងសង់ក្នុងពេលជាមួយគ្នានោះទេពោលគឺប្រាង្គខាងត្បូងនិងប្រាង្គកណ្ដាលអាចជាប្រាង្គដែលកសាងជាមួយគ្នារីឯប្រាង្គខាងជើងដែលបានបាក់រលំនោះអាចត្រូវបានកសាងសង់មុនប្រាសាទដើមឬជាសំណង់ក្រោយមូលហេតុគឺថាសម្ភារៈសំណង់របស់ប្រាង្គខាងត្បូងនិងប្រាង្គកណ្ដាលដូចគ្នាគឺថ្មបាយក្រៀមនិងថ្មភក់សម្ភារៈសំណង់ខាងជើងគឺឥដ្ឋនិងថ្មភក់ប្រាង្គខាងត្បូងនិងកណ្ដាលសង់នៅលើខឿនថ្មបាយក្រៀមដាច់ដោយឡែកពីប្រាង្គខាងជើងចំណុចនេះយើងអាចសន្និដ្ឋានបានថាសំណង់ប្រាង្គខាងជើងអាចជាប្រាសាទចាស់មួយក្រោយមករលំបាក់អស់ទៅក្រោយមកគេបានស្ថាបនាប្រាង្គទាំងពីរផ្សេងទៀតនៅខាងត្បូងប្រាង្គប្រាសាទចាស់នេះហើយគោលបំណងនៃការស្ថាបនាប្រាសាទថ្មីនេះគឺគេកសាងតែប្រាង្គពីរសំខាន់ប៉ុណ្ណោះអាចជាប្រាសាទសម្រាប់ព្រះវិស្ណុព្រោះតាមចម្លាក់នៅលើផ្តែរខាងជើងរបស់ប្រាង្គខាងត្បូងបង្ហាញពីចម្លាក់រឿងកូរសមុទ្រទឹកដោះចូលមកមើលប្រាង្គខាងត្បូងវិញប្រាង្គខាងត្បូងសង់នៅលើកម្រាលឬខឿនថ្មបាយក្រៀមក្រោមជាមួយនឹងប្រាង្គកណ្ដាលតួធ្វើអំពីថ្មបាយក្រៀមនិងមានទ្វារនៅទិសខាងកើតអមដោយទ្វារបញ្ឆោតបានរលំបាក់អស់នៅផ្នែកកម្ពូលគឺនៅសល់ប្រហែលកម្ពស់5ម៉ែត្រពីខឿនខាងក្រោយប្លង់ខាងក្នុងរបស់ប្រាង្គនេះមានរាងការ៉េឯខាងក្រៅមានរាងការ៉េដែរតែមានជ្រុងចំនួន5ផ្នត់តាមជ្រុងនីមួយៗសសរផ្អោបរបស់ប្រាង្គនេះធ្វើអំពីថ្មភក់ដោយមានចែកចេញជាក្បាលសសរតួសសរនិងបាតសសរក្នុងចំណោមសសរផ្អោបទាំង4ទិសនេះមានតែសសរផ្អោបនៅទ្វារខាងកើតនិងទ្វារខាងជើងទេដែលមានក្បាច់លម្អរីឯសសរផ្អោបនៅទ្វារខាងត្បូងនិងទ្វារខាងលិចមិនមានក្បាច់លម្អទេប្រហែលធ្វើមិនទាន់រួចរាល់ក៏លេចមកមើលត្រង់សសរពេជ្ររបស់ទ្វារខាងកើតវិញម្ដងបានបាត់អស់នៅសល់តែសសរពេជ្រនៅតាមទ្វារបញ្ឆោតទាំង3ដូចនេះសសរពេជ្រដែលនៅសល់មានចំនួន6ធ្វើអំពីថ្មភក់មានពណ៌ប្រផេះនិងមានក្បាច់លម្អដូចគ្នាទាំងអស់សសរពេជ្ររបស់ប្រាង្គនេះមានរាង6ជ្រុងបច្ចកោណ
ចែកចេញជាក្បាច់ចិញ្ចៀន1ភាគ2 1ភាគ4ក្បាលសសរជើងសសរនិងបាតសសរផ្តែររបស់ទ្វារខាងកើតបានបាត់ទៅហើយនៅសល់តែផ្តែរលើទ្វារបញ្ឆោតទាំង3ទិសប៉ុណ្ណោះផ្តែរទាំង3នេះមានទំហំប៉ុនៗគ្នាតែមានក្បាច់លម្អខុសៗគ្នាផ្តែរទ្វារខាងត្បូងនៅស្ថានភាពល្អស្មើ 80% ដែលអាចឲ្យយើងធ្វើការសិក្សាវិភាគពីក្បាច់លម្អនិងរចនាបថសិល្បៈរបស់ផ្តែរនេះបានវត្តមាននៃក្បាច់មេដាយយ៉ងនៅចំកណ្ដាលផ្ទៃផ្តែរបង្ហាញពីចម្លាក់ក្បាច់ក្បាលតោឬសត្វចម្លែកឬភាសាដែលបានឆ្លាក់ក្បាច់ដងធ្នូចេញពីមាត់បែរទៅរកខាងក្រៅផ្ទៃផ្តែរសត្វនេះស្ថិតនៅខាងក្រោមនៃផ្ទៃផ្តែរនិងមានដៃពីរចាប់កាន់ផ្នែកខាងគល់នៃក្បាច់ដងធ្នូដែលជាលក្ខណៈពិសេសដែលគេឃើញលេចចេញយ៉ាងច្បាស់ក្នុងរចនាបថឃ្លាំងរីឯផ្តែរខាងលិចនៅមានស្ថានភាព 60% ដែលយើងអាចសិក្សាពណ៌នាបានផ្នែកកណ្ដាលរបស់ផ្តែរបានសឹករិចរិលអស់ជាហេតុដែលមិនអាចឲ្យយើងដឹងថាមានចម្លាក់ឬជារូបអ្វីដូចផ្តែរខាងត្បូងបានទេចូលមកមើលសសរពេជ្រនៅប្រាង្គកណ្ដាលវិញប្រាង្គកណ្ដាលមានទ្រង់ទ្រាយនិងប្លង់ដូចគ្នាទៅនឹងប្រាង្គខាងត្បូងដែរតែមានទំហំតូចជាងប្រាង្គខាងត្បូងបន្តិចម្យ៉ាងទៀតស្ថានភាពសពថ្ងៃរបស់ប្រាង្គនេះគឺបាក់រលំបាក់បាត់អស់ទៅហើយនៅសល់តែត្រឹមតួដែលមានកម្ពស់ប្រហាក់ប្រហែលនឹងប្រាង្គខាងត្បូងដែររចនាបថរបស់វាសុទ្ធសឹងតែធ្វើអំពីថ្មបាយក្រៀមទាំងអស់ទាំងសសរផ្អោបសសរពេជ្រហោជាងផ្តែរនិងទ្វារបញ្ឆោតលើកលែងតែស៊ុមទ្វារសសរពេជ្រនិងផ្តែររបស់ទ្វារខាងកើតត្រូវបានកសាងឡើងពីថ្មភក់ពណ៌ប្រផេះសសរពេជ្ររបស់ប្រាង្គកណ្ដាលនេះមានរូបរាងនិងក្បាច់ដូចគ្នាទាំងស្រុងជាមួយនឹងសសរពេជ្ររបស់ប្រាង្គខាងត្បូងតែខុសគ្នាត្រង់ទំហំតូចជាងប្រាង្គខាងត្បូងសសរពេជ្ររបស់ប្រាង្គនេះមានរាង6ជ្រុងបច្ចៈត្រីកោណចែកចេញជាក្បាច់ចិញ្ចៀន1ភាគ2 1ភាគ4ក្បាលសសរជើងសសរនិងបាតសសរចំពោះប្រាសាទរកាចលឹងនេះតាមចម្លាក់នៅលើផ្តែរបង្ហាញថាប្រាង្គទាំងពីរនេះបានត្រូវស្ថាបនាក្នុងរាជព្រះបាទសូវរ្ម័នទី1ក្នុងឆ្នាំ2គ្រិស្តសករាជដល់1050គ្រិស្តសករាជក្នុងរចនាបថឃ្លាំងដើម្បីឧទ្ទិសកុសលដល់ហិណ្ឌូសាសនានិកាយព្រះវិស្ណុទោះបីជាយ៉ាងណាក៏ដោយយើងពុំមានឃើញសិលាចារឹកបង្ហាញអំពីការស្ថាបនាប្រាសាទឬប្រាង្គទាំងនេះនោះទេជាកិច្ចបន្ទាប់ខ្ញុំបាទឈ្មោះកេងម៉ាលីនមកបកស្រាយចំណុចផ្តែរយើងមាន4សន្តានគឺផ្តែរខាងកើតផ្តែរខាងលិចផ្តែរខាងត្បូងនិងផ្តែរខាងជើងផ្តែររបស់ទ្វារខាងកើតបានបាត់បង់ទៅហើយនៅសល់តែផ្តែរលើទ្វារបញ្ឆោតទាំង3ទិសប៉ុណ្ណោះផ្តែរទាំង3នេះមានទំហំប៉ុនតែមានក្បាច់លម្អខុសៗគ្នាផ្តែរទ្វារខាងត្បូងនៅស្ថានភាពល្អស្ទើរ 80% ដែលអាចឲ្យយើងធ្វើការសិក្សាវិភាគលើក្បាច់លម្អនិងរចនាបថសិល្បៈរបស់ផ្តែរនេះបានវត្តមាននៃក្បាច់មេដាយយ៉ុងនៅចំកណ្ដាលផ្ទៃផ្តែរបង្ហាញពីចម្លាក់ក្បាច់សត្វតោឬសត្វចម្លែកឬកាឡាដែលមានខ្ជាប់ក្បាច់ដងធ្នូចេញពីមាត់បែរទៅរកខាងក្រៅនៃផ្ទៃត្បែរក្បាច់សត្វនេះស្ថិតនៅខាងក្រោមនៃផ្ទៃត្បែរនិងមានដៃពីរចាប់កាន់ផ្នែកខាងកុលនៃក្បាច់ដងធ្នូដែលជាលក្ខណៈពិសេសដែលគេឃើញលេចចេញយ៉ាងច្បាស់ក្នុងរចនាបថឃ្លាំង
រីឯផ្នែកខាងលិចនៅមានស្ថានភាពតែ 60% ដែលយើងអាចសិក្សាពីពណ៌នាបានផ្នែកកណ្ដាលរបស់ផ្នែកបានសឹករិចរិលអស់ជាហេតុមិនអាចឲ្យយើងដឹងថាមានចម្លាក់ឬរូបអ្វីដូចផ្នែកខាងត្បូងបានទេចំពោះក្បាច់ដងធ្នូផ្ទៃខាងលើផ្ទៃខាងក្រោមនិងក្បាច់នៃដងគឺមានចម្លាក់ដូចគ្នាទៅនឹងផ្នែកខាងត្បូងតែនៅចុងសង្ខេបនៃដងធ្នូមានលេចចេញនៅចម្លាក់សត្វសេះឈរបែរមុខចូលទៅរកផ្ទៃផ្តែរចំណែកគែមខាងលើរបស់ផ្តែរមានធ្លាក់ជាបាច់ផ្កាឬជាគុំភ្លើងមួយជួរមានចំនួនប្រហែល27គុំខាងលើនិងផ្ទៃផ្តែរខាន់ដាច់ពីគ្នាដោយក្បាច់ពងត្រីមួយជួរចម្លាក់ផ្តែរខាងលើនៅមានស្ថានភាពស្ទើរ 100% ដែលបង្ហាញពីឈុតនៃរឿងកូរសមុទ្រទឹកដោះពេញផ្ទៃផ្តែរតែម្ដងនៅផ្នែកកណ្ដាលខាងក្រោមជារូបសត្វអណ្ដើកបែរក្បាលមកខាងស្ដាំនៃផ្តែរត្រក្បាច់សន្លឹកត្រួតពីលើគ្នាប្រហែលតំណាងឲ្យភ្នំបណ្ដោហើយមានសត្វសេះមួយលេចចេញពីផ្ទៃខាងក្រោមនៃអណ្ដើកនិងទេពស្រីម្នាក់នៅក្បែរក្បាលអណ្ដើកបន្តទៅលើនៃខ្នងអណ្ដើកគឺជាត្រកួចនៃខ្លួនពស់និងមានទេពមួយអាចជាព្រះវិស្ណុព្រោះមានដៃពីរនៅផ្នែកខាងឆ្វេងមួយអមដោយក្បាច់និងមួយទៀតបានបាក់នៅពីលើខាងឆ្វេងក្នុងកាយវិការអមក្បាច់សន្លឹកត្រួតលើគ្នានៅខាងស្ដាំខាងក្រោមមានរូបទេពស្រីមួយទំនងជាកន្ធោទឹកអម្រឹតនិងខាងលើជាទេពមួយអង្គុយបញ្ឈរជង្គង់ស្ដាំដោយដៃស្ដាំដាក់លើជង្គង់និងដៃឆ្វេងដាក់លើភ្លៅឆ្វេងទេពនេះអង្គុយក្នុងរង្វង់មួយគឺអាចជាព្រះសូរ្យចំពោះពោះវេសុគីគឺមានក្បាល3ស្ថិតនៅផ្នែកខាងស្ដាំនៃផ្តែរហើយកាន់ទាញដោយពួកអសុរចំនួន4ចំណែកពួកសុកាន់ផ្នែកដងខ្លួនរហូតដល់កន្ទុយមានចំនួន4ដែរនិងមានទេពតូចមួយទៀតនៅកាន់ក្រោមកន្ទុយពស់នៅចន្លោះអសុរនិងសុនីមួយមានក្បាច់ផ្កាឈូករីកនិងផ្កាឈូកក្រពុំរីឯខាងក្រោមក្បែរជើងអសុរនិងសុគឺមានចម្លាក់ជាសត្វត្រីការធ្លាក់រឿងកូរសមុទ្រទឹកដោះនៅលើផ្តែរនៃទ្វារខាងជើងបែបនេះគឺមានដូចគ្នាដែរនៅប្រាសាទតាទួននៃក្រុងព្រះពិធូទ្វារទាំង4របស់ប្រាង្គខាងត្បូងនេះសុទ្ធតែធ្វើពីថ្មភក់ពណ៌ប្រផេះទ្វារខាងកើតជាទ្វារចូលគឺផ្សំឡើងដោយដុំថ្មចំនួន4ដុំរៀបបង្គំលើគ្នាជាស៊ុមមួយចំណែកទ្វារបញ្ឆោត3ផ្សេងទៀតជាទ្វារបិទជិតគុំឡើងដោយផ្ទាំងថ្មភក់បញ្ឈរមានពី3ទៅ4ផ្ទាំងជាប់គ្នានឹងធ្លាក់ចេញជារាងទ្វារដោយមានក្បាច់
លំអជាខ្សែពកផុតបញ្ឈរនឹងផ្ដេកជុំវិញនៅចំកណ្ដាលនៃបន្ទះសន្លឹកទ្វារគេឆ្លាក់ចេញជាក្បាច់ដុំរាងការ៉េមានចំនួន5ពីលើចុះក្រោមជាកិច្ចបន្តគឺហោជាងបាត់តាមផុសតាងជាថ្មភក់នៅលើក្បាលសរសេរផ្អោកនៃទ្វារចូលខាងកើតបញ្ជាក់ថាហោជាងរបស់ទ្វារខាងកើតត្រូវបានសាងសង់ឡើងអំពីថ្មភក់ព្រោះនៅមានថ្មដែលមានចម្លាក់ជាក្បាលមករុក្ខនាគចម្លាក់ឯកហោជាងនៅតាមទិសទាំង3ផ្សេងទៀតគឺប្រហែលធ្វើអំពីថ្មបាយក្រៀមដូចប្រាំងតែម្ដងហោជាងទាំង3នេះពុំមានចម្លាក់អ្វីនោះទេគឺប្រហែលមានជាការប្រើប្រាស់កំបោរបាយអមបន្ថែម